លេខាធិការស្ថាននៃ RCB រវាងយោធាភូមិភាគទី5កម្ពុជានិងភូមិភាគទី1ថៃបានជួបប្រជុំគ្នានៅច្រកប៉ោយប៉ែតខំលេខាធិការស្ថានគណៈកម្មការព្រំដែនថ្នាក់យោធាភូមិភាគកម្ពុជាថៃយោធាភូមិភាគទី5ភាគីកម្ពុជានិងកងកម្លាំងភូមិភាគទី1ភាគីថៃបានចាប់ផ្ដើមកិច្ចប្រជុំរបស់ខ្លួននារុស្ស៊ីម៉ោង2នៅថ្ងៃទី27ខែមករានេះនៅច្រកអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យកម្ពុជាទល់នឹងខេត្តស្រះកែវថៃនេះបើតាមលោកស្រីម៉ាលីសុជីតាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានៅក្នុងសេចក្តីប្រកាសព័ត៌មាននៅរុស្ស៊ីថ្ងៃអង្គារនេះលោកស្រីម៉ាលីសុជីតាបញ្ជាក់គណៈប្រតិភូខំលេខាធិការរបស់កម្ពុជាដឹកនាំដោយលោកសគឹមប៉ាប្រធានគណៈលេខាធិការកម្ពុជារីឯគណៈប្រតិភូគំលេខារបស់ថៃដឹកនាំដោយលោកភិថាយគូលពោសវណ្ណប្រធានគណៈលេខាធិការថៃក្នុងកិច្ចប្រជុំនេះភាគីទាំងពីរនឹងពិភាក្សាលើខ្លឹមសារព្រមទាំងផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមកដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសនៃគណៈកម្មការព្រំដែនថ្នាក់យោធាភូមិភាគកម្ពុជាថៃដែលនឹងប្រព្រឹត្តនៅថ្ងៃទី29ខែមករាឆ្នាំ2026ខាងមុខអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបន្ថែមដូចនេះ